ដូណាល់ត្រាំខាតបង់ប្រាក់$500 លានក្នុងមួយសប្តាហ៍ពីសង្គ្រាមពន្ធសង្គ្រាមពន្ធរបស់ដូណាល់ត្រាំកំពុងបោកបក់ទីផ្សារជាសកលចាប់តាំងពីថ្ងៃទី3ខែមេសាឆ្នាំ2025គាត់បានប្រកាសដាក់ពន្ធទៅវិញទៅមកលើប្រទេសចិនជប៉ុននិងវៀតណាមទីផ្សារភាគហ៊ុនរំជួយខ្លាំងនៅអាមេរិក S&P 500 ធ្លាក់ចុះ 18.9% កាលពីខែកុម្ភៈធ្លាក់ចុះ $5.8 ពាន់លានតាំងពីឆ្នាំ1950ដូច្នេះតើដូណាល់ត្រាំខ្លួនឯងរងផលប៉ះពាល់យ៉ាងម៉េចខ្លះភាគហ៊ុនបច្ចេកវិទ្យាដូចជា Apple ធ្លាក់ចុះ 23% និង Nvidia រួមគ្នាធ្លាក់ចុះ $1.65 ពាន់លានអាស៊ីក៏មិនខុសគ្នាដែរផ្សារហ៊ុនជប៉ុនបានធ្លាក់ចុះ 3% វៀតណាមខាត$100 ពាន់លាននិងអឺរ៉ុបធ្លាក់ជាង 1% Bloomberg បានប្រមាណថាភាគហ៊ុនសកលធ្លាក់ចុះ $10 ពាន់លានព្រោះខ្សែសង្វាក់ផ្គត់ផ្គង់រងផលប៉ះពាល់អញ្ចឹងសម្រាប់ដូណាល់ត្រាំគាត់ក៏មិនរួចផុតដែរតាម Forbes ទ្រព្យសម្បត្តិរបស់គាត់ធ្លាក់ពី$4.7 ពាន់លាននៅថ្ងៃទី2ខែមេសាមកត្រឹម$4.2 ពាន់លានហើយកាលពីថ្ងៃទី8ខែមេសាខាត$500 លានក្នុងមួយសប្តាហ៍ដូច្នេះសង្គ្រាមពន្ធនេះគឺប៉ះពាល់ទាំងត្រាំខ្លួនឯងផងដែរមិនមែនតែដូណាល់ត្រាំទេមហាសេដ្ឋីសកលក៏រងគ្រោះដែរ The Guardian ថាមហាសេដ្ឋី500នាក់ខាត$536 ពាន់លានក្នុងរយៈពេល2ថ្ងៃដំបូង Elon Musk ខាត$31 ពាន់លាននៅសល់$290 ពាន់លានMark Zuckerberg ខាត$27 ពាន់លានJeff Bezos ម្ចាស់ Amazon ខាត$23.5 ពាន់លានប៉ុន្តែ Warren Buffett ទូខាត$2.57 ពាន់លានឆ្នាំនេះនៅកើន$11.9 ពាន់លានសរុប$154 ពាន់លានសង្គ្រាមពន្ធរបស់ដូណាល់ត្រាំប្រៀបដូចជាការពិសោធន៍ហានិភ័យខ្ពស់ដែលប៉ះទាំងខ្លួនឯងនិងមហាសេដ្ឋីសកលដែលទីផ្សារបញ្ជាក់ថាគ្មានអ្នកឈ្នះទេបើភាពចលាចលនេះនៅតែបន្តតើគោលនយោបាយនេះនឹងបញ្ចប់យ៉ាងណាអាចខមមិនខាងក្រោមបាន